បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺជាភាគទី1នៃការរៀនទិញទំនិញពី app Alibaba បាទនៅក្នុងវីដេអូភាគមុននោះគឺខ្ញុំបានបង្ហាញពី step ក៏ដូចជាជំហាននៃការទិញទំនិញពីប្រទេសចិនដែលកណ្ដឹងទាំង6យ៉ាងដើម្បីទិញទំនិញបានជោគជ័យពីប្រទេសចិនអញ្ចឹងជំហានទី1គឺចាំបាច់ត្រូវតែមាន account ជាមុនសិនអញ្ចឹងបើសិនជាបងប្អូនចង់ទិញពី app Alibaba អញ្ចឹងដូចនៅក្នុងមេរៀននេះគឺយើងរៀនពី Alibaba អញ្ចឹងបងប្អូនចាំបាច់ត្រូវតែបង្កើតនៅ account Alibaba ជាមុនសិនអញ្ចឹងបងប្អូនចូលទៅ download app Alibaba មកមិនថា App Store ឬក៏ Play Store ទេបងប្អូនចូលទៅ download មកបន្តមកទៀតបងប្អូនចុចបើកទៅលើ app Alibaba នឹងមួយមកបន្ទាប់ពីចុចបើក app Alibaba រួចបងប្អូនធ្វើការចុចទៅលើពាក្យថា sign in ដើម្បីយើងចុះឈ្មោះវាអញ្ចឹងនៅលើការចុះឈ្មោះនេះគឺមានពីរបែបដែលយើងអាចចុះឈ្មោះបានបើនៅលើទូរស័ព្ទដៃ iPhone គឺបងប្អូនអាចភ្ជាប់ជាមួយនឹង Apple ID ក៏បានដែរប៉ុន្តែនៅក្នុងនេះគឺប្រភេទ Android អញ្ចឹងយើងអាចភ្ជាប់បានតែជាមួយ Facebook ឬមួយក៏ជាមួយនឹង email ទេអញ្ចឹងសម្រាប់បងប្អូនដែលមាន Facebook ភ្ជាប់ជាមួយ Gmail មានន័យថាបើសិនជា Facebook របស់បងប្អូនបានភ្ជាប់បានបង្កើតដោយភ្ជាប់ជាមួយនឹង Gmail នៅក្នុង Facebook នឹងដែរបងប្អូនអាច link វាជាមួយ Facebook ក៏បានដែរព្រោះវាអត់ទាមទារនៅ email បន្ថែមទៀតទេប៉ុន្តែបើសិនជាករណី Facebook របស់បងប្អូនខ្លះគាត់បង្កើតដោយភ្ជាប់ជាមួយលេខទូរស័ព្ទតែម្ដងអញ្ចឹងនៅពេលដែលបងប្អូនចុច link វាជាមួយនឹង Facebook មកបើភ្ជាប់ជាមួយ Facebook មកវាទាមទារនៅ email មួយសារទៀតអញ្ចឹងបងប្អូនចាំបាច់ត្រូវតែមាន email ដើម្បីភ្ជាប់វាមួយសារទៀតដើម្បីឲ្យបង្កើត account Alibaba ហ្នឹងបានជោគជ័យអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំឧទាហរណ៍ខ្ញុំភ្ជាប់ជាមួយ Facebook របស់ខ្ញុំដែលអត់មានបង្កើតជាមួយ Gmail ទេគឺខ្ញុំបានបង្កើតជាមួយលេខទូរស័ព្ទចាំមើលថាតើវា link ឲ្យឬក៏អត់អញ្ចឹងណាអញ្ចឹងនេះគឺវាកំពុងតែ link ទៅហើយបាទនេះកន្លែងនេះជំហានកន្លែងនេះគឺគេឲ្យដាក់ email នៅប្រអប់មួយនេះគឺគេដាក់ថា email ណាអញ្ចឹងសម្រាប់ Facebook មួយនេះគឺខ្ញុំអត់បានបង្កើតដោយមាន Gmail ទេអញ្ចឹងវាចាំបាច់ត្រូវតែឲ្យយើងបំពេញម្ដងទៀតអញ្ចឹងយើងត្រូវតែមាន Gmail បើយើងអត់មានទេចូលទៅបង្កើតទៅហើយបើសិនជាយើងអត់ចង់រញ៉េរញ៉ៃទេយើងអត់ចង់ភ្ជាប់វាជាមួយ Facebook ទេយើងមាន Gmail ស្រាប់បងប្អូនអាច connect វាជាមួយនឹង Gmail នេះតែម្ដងនៅយកចំណុចទី2នេះអញ្ចឹងឥឡូវចំណុចជំហានបន្តទៀតបងប្អូនត្រូវតែមាន Gmail បើបងប្អូនអត់ទាន់មានយើងចូលទៅបង្កើតទាំងអស់គ្នាបើបងប្អូនមានហើយអាចវាយនៅចំណុចកន្លែងហ្នឹងបានណាអញ្ចឹងសម្រាប់បងប្អូនអត់ទាន់មានយើងចូលទៅបង្កើតទៅយើងចូលទៅជ្រោមបាទចុចលើវាមួយបាទបន្តមកទៀតយើងចូលទៅ search ពាក្យថា Gmail នៅខាងលើនៅកន្លែងនេះបើយើងចូលទៅ search ពាក្យទី Gmail នេះហើយបងប្អូនចុចទៅលើពាក្យថា email login Gmail នេះចុចទៅលើវាមួយទៅដើម្បីយើងធ្វើការបង្កើត account បន្តមកទៀតយើងចុចទៅលើពាក្យថា create an account ចុចទៅលើវាមួយទៀតយើងចុចទៅលើពាក្យថា for my personal use ខាងលើបន្តមកទៀតយើងចុចបំពេញឈ្មោះរបស់យើងមាន first name last name តែអញ្ចឹងយើងបំពេញមកអូខេបន្ទាប់ពីយើងបំពេញនៅ first name last name រួចយើងចុចពាក្យថា next នៅកន្លែងនេះបាទរួចបងប្អូនត្រូវជ្រើសរើសថ្ងៃខែឆ្នាំកំណើតនិងភេទអញ្ចឹងនៅកន្លែងនេះគឺខែយើងជ្រើសរើសខែទៅថ្ងៃទីប្រហែលយើងវាយចូលមកបាទហើយឆ្នាំយើងជ្រើសរើសឆ្នាំផងបាទរួចកន្លែង gender នេះយើងចុចទៅលើវាមួយយើងជ្រើសរើសភេទបាទរួចយើងចុចពាក្យថា next នៅកន្លែងនេះនៅក្នុងនេះគេមានជាគំរូឲ្យយើងស្រាប់អញ្ចឹងយើងអាចយកគំរូនៅខាងលើទាំងពីរនេះឬមួយក៏យើងចង់ដាក់សរសេរខ្លួនឯងថ្មីអញ្ចឹងណាអញ្ចឹងកុំឲ្យសាំញ៉ាំគឺខ្ញុំជ្រើសរើសយកគំរូដែលមានស្រាប់ព្រោះនៅពេលដែលយើងវាយខ្លួនឯងពេលខ្លះក៏វាអត់ឲ្យដែរដោយសារតែវាជន់ Gmail អ្នកដែលគេធ្លាប់ចុះឈ្មោះពីមុនអញ្ចឹងកុំឲ្យយូរខ្ញុំជ្រើសរើស Gmail ដែលមានស្រាប់ដែលជាគំរូឲ្យយើងនេះយើងអាចជ្រើសរើសយកមួយនេះហើយយើងចុចពាក្យថា next
vàរួចកន្លែងនេះយើងត្រូវដាក់ password ចូលអញ្ចឹងបងប្អូនត្រូវតែកត់ចំណាំ password និង Gmail នឹងទុកឲ្យបានល្អថ្ងៃក្រោយបងប្អូនត្រូវការប្រើប្រាស់ Gmail នឹងទៀតយកទៅបំពេញapp ផ្សេងគឺងាយស្រួលយើងមានអាហ្នឹងតែម្ដងមាន Gmail មាន password យើងវាយចូលទៅគឺអាចប្រើបានហើយអញ្ចឹងយើងវាយ password របស់យើងចូលមកមានpassword ដែលរឹងមាំដែលល្អគួរតែបងប្អូនមានអក្សរធំខ្លះអក្សរតូចខ្លះមានលេខខ្លះឬក៏សញ្ញាខ្លះក៏រឹតតែល្អដែរអញ្ចឹងដូចនៅក្នុងនេះគឺខ្ញុំនឹងវាយជាអក្សរធំអក្សរតូចមានលេខនិងសញ្ញាអញ្ចឹងទៅបន្ទាប់ពីយើងវាយ password ទាំងពីរខាងក្រោមនេះលើក្រោមហ្នឹងយើងវាយឲ្យដូចគ្នាណាបន្ទាប់ពីហ្នឹងយើងចុចពាក្យថា next បាទរួចនៅកន្លែងនេះបងប្អូនត្រូវតែវាយលេខទូរស័ព្ទរបស់យើងចូលបាទបន្ទាប់ពីវាយលេខទូរស័ព្ទហើយយើងចុចពាក្យថា next ទៅបាទកន្លែងនេះគេឲ្យយើង verify លេខកូដដែលគេនឹងផ្ញើសារចូលទៅលេខទូរស័ព្ទដៃដែលយើងបានភ្ជាប់មិញណាបាទបន្ទាប់ពីវាយលេខកូដនឹងរួចបងប្អូនចុចពាក្យថា next កន្លែងនេះគេឲ្យយើងបំពេញនៅ recover email ដែល email នេះបើសិនជាករណីថ្ងៃក្រោយបងប្អូនភ្លេចនៅ password ដែល Gmail ដែលយើងបង្កើតមិញហ្នឹងយើងអាចទាញយកមកវិញដោយប្រើកន្លែង recover email នេះបើសិនជាបងប្អូនអត់មានឬក៏អត់ចង់ដាក់ក៏បានដែរគឺយើងចុចពាក្យ skip កន្លែងនេះតែបងប្អូនមានចង់ឲ្យវាល្អបងប្អូនអាចមាន Gmail មួយទៀតអាចដាក់នៅកន្លែងហ្នឹងក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំយកពាក្យ skip គឺខ្ញុំអត់ដាក់ទេអញ្ចឹងបន្តមកទៀតគឺយើងចុចពាក្យថា next បងប្អូនធ្វើការអូស scroll ទៅក្រោមយើងចុចពាក្យថា agree បាទអញ្ចឹងនៅពេលដែលវា load ចូលមកដល់ចំណុចត្រង់នេះមានន័យថា Gmail របស់យើងគឺបានបង្កើតជោគជ័យរួចហើយអញ្ចឹងយើងមាន Gmail មួយមានទាំង Gmail មានទាំង password សម្រាប់យើងយកទៅប្រើប្រាស់អញ្ចឹងយើងបកត្រឡប់ទៅក្នុង app Alibaba របស់យើងវិញដោយយើងវាយបំពេញ Gmail ដែលយើងបានបង្កើតមិញចូលមកហើយយើងចុចពាក្យថា next បាទអញ្ចឹងយើងរងចាំមួយផ្លែតទៅគឺវានឹង link ឲ្យហើយអូខេអញ្ចឹងយើងខ្វែងកន្លែងនេះមួយបាទអញ្ចឹងចូលមកដល់ចំណុចកន្លែងនេះបងប្អូនចុចទៅលើពាក្យថា My Alibaba នៅត្រង់នេះបងប្អូនឃើញឈ្មោះកន្លែងនេះគឺឈ្មោះដែលគេឲ្យមិញដែលយើងបង្កើត link ជាមួយ Facebook គឺដូចក្នុងឈ្មោះ Facebook យើងតែម្ដងតែបើសិនជាបងប្អូនខ្លះ Facebook របស់គាត់ប្រើអក្សរខ្មែរកន្លែងនេះយើងអាចកែជាភាសាអង់គ្លេសវិញដើម្បីឲ្យវា approve ព្រោះនៅក្នុង Alibaba នេះគេប្រើជាភាសាអង់គ្លេសមិនថាការបំពេញអាសយដ្ឋានផ្សេងគឺទាមទារឲ្យបងប្អូនត្រូវតែបំពេញជាភាសាអង់គ្លេសតែម្ដងជាប់តែ font អក្សរខ្មែរដកឃ្លាបន្តិចគឺគេអត់ឲ្យទេបាទនេះគឺជាការបង្កើត account Alibaba អញ្ចឹងនៅក្នុងវីដេអូបន្តទៀតគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការភ្ជាប់អាសយដ្ឋានចូលទៅក្នុង app Alibaba ហ្នឹងដើម្បីយើងអាចធ្វើការបញ្ជាទិញបានដោយសារតែកុំឲ្យវាវែងពេកអញ្ចឹងសម្រាប់វីដេអូមួយនេះមានប៉ុណ្ណឹងបងប្អូនមានចម្ងល់អាច comment សួរនៅខាងក្រោមវីដេអូនេះបានកុំភ្លេចជួយ subscribe channel នេះម្នាក់មួយដើម្បីទទួលបានមេរៀនបន្តទៀតក៏ដូចជាមេរៀនទិញទំនិញពី app ផ្សេងជាដើមអូខេអរគុណច្រើនបងប្អូនបាយបាយ